អូខេសួស្តីកូនសិស្សទាំងអស់គ្នានៅថ្ងៃនេះយើងបន្តជាមួយនឹងជំរុំសារទានយើងទៀតណាអញ្ចឹងនេះយើងនិយាយអំពីលំហាត់ទី3ណារឿងសម្រួលរ៉ាឌីកាល់អញ្ចឹងឥឡូវយើងមានលំហាត់របស់យើងណាអញ្ចឹងកុំឲ្យខាតពេលយូរណាអញ្ចឹងយើងនិយាយពីឬក្រេនៃ16គីបអញ្ចឹងឬក្រេ16គីបនេះណាយើងនិយាយពីឬក្រេ16គីបអូខេអញ្ចឹងឬក្រេ16គីបតែយើងត្រូវធ្វើម៉េចអញ្ចឹងយើងដឹងហើយណាថាឬក្រេទោះតែយើងមានលើកពីជាក្រេទើបយើងអាចធ្វើវាបានណាទើបយើងអាចធ្វើវាបានហើយបញ្ចេញពី radical បានអញ្ចឹងនៅក្នុងហ្នឹងយើងធ្វើម៉េចណាអញ្ចឹងយើងគិតមើលថា16តែវាអាចស្មើប្រមាណក្រេអញ្ចឹងណាអញ្ចឹងយើងគិតទៅ16គឺស្មើនឹង4ក្រេណាអញ្ចឹងយើងអាចសរសេរបានឯគេយើងអាចសរសេរបានអូខេអញ្ចឹងយើងសរសេររឹសនៃ4ការ៉េណារឹសនៃ4ការ៉េអញ្ចឹងស្វ័យគុណ3គឺនៅស្វ័យគុណ3ទៅដែរអញ្ចឹងឥឡូវយើងងាកមករូបមន្តរបស់យើងវិញតើយ៉ាងម៉េចទៅឲ្យវាចេញជាស្វ័យគុណ2ណាជាការ៉េទើបយើងអាចចេញពីរឹសការ៉េបានណាអញ្ចឹងយើងមានរូបមន្តមួយឧទាហរណ៍ដូចជា a ណាស្វ័យគុណ m ស្វ័យគុណ n ណាអញ្ចឹងយើងអាចសរសេរបាន a ស្វ័យគុណ m ណាគុណឲ្យ n ឬក៏យើងអាចសរសេរបាន a ស្វ័យគុណ n ហើយនឹងស្វ័យគុណ m វិញអញ្ចឹងស្វ័យគុណវាយើងអាចបញ្ជាក់បដោយគ្នាបានណាមួយស្វ័យគុណ m ក្រោយមកស្វ័យគុណ n យើងអាចដាក់ស្វ័យគុណ n ហើយស្វ័យគុណ m ក្រោយក៏បានណាចំពោះលក្ខណៈexponential ណាហ្នឹងហើយអញ្ចឹងនៅក្នុងនេះយើងឃើញ4ស្វ័យគុណ2ស្វ័យគុណ3ហើយអ្វីដែលយើងចង់បានដោយសារវាជាឫសការ៉េអញ្ចឹងវាជាឫសការ៉េយើងយកស្វ័យគុណ2មកវិញអញ្ចឹងយើងអាចសរសេរ4ស្វ័យគុណ3ណាហើយស្វ័យគុណ2អូខេអញ្ចឹង4ស្វ័យគុណ3ស្វ័យគុណ2អញ្ចឹងវាមានការ៉េរបស់វាអញ្ចឹងកាលណាវាមានការ៉េយើងអាចបញ្ចេញបានគឺសល់4ស្វ័យគុណ3ណាសល់4ស្វ័យគុណ3អញ្ចឹង4ស្វ័យគុណ3ប៉ុន្មាន4ស្វ័យគុណ3គឺស្មើនឹងណា64អូខេអញ្ចឹងយើងធ្វើបែបហ្នឹងណាអញ្ចឹងមួយទៀតដូចជានេះមួយ64សេគុណ3ឬការ៉េ64សេគុណ3ណាអញ្ចឹងយើងត្រូវធ្វើម៉េចអញ្ចឹងឬការ៉េនេះ64សេគុណ3យើងធ្វើដូចគ្នាណាយើងត្រូវមើលថាក្នុងហ្នឹង64ស្មើប៉ុន្មានការ៉េអញ្ចឹង64ស្មើនឹង8ការ៉េហើយយើងស្វ័យគុណ3ទៅដែរអញ្ចឹងស្វ័យគុណរបស់វាអាចបដូរគ្នាបានណាអញ្ចឹងយើងបានអីគេបាន8ស្វ័យគុណ3ហើយនឹងស្វ័យគុណ2អញ្ចឹងវាមានការ៉េរបស់វាយើងបញ្ចេញមកបាន8សេគុណ3ណា8សេគុណ3អញ្ចឹង8សេគុណ3ស្មើប៉ុន្មានអញ្ចឹងយើងយក8គុណ8 3ដងទៅណាវាស្មើនឹង512អូខេស្មើ512មួយទៀតយើងចាប់ផ្ដើមចូលដល់រគីបម្ដងណារគីបនេះដក27អញ្ចឹងតើតឹងមួយរគីបឬក៏រឹសសេះសញ្ញាដកយើងអាចបញ្ចេញបានទៅគេអញ្ចឹងយើងគិតមើលដក27ណាអញ្ចឹងសញ្ញាដកក៏បញ្ចេញបាន27វាមានគីបរបស់វាស្រាប់អញ្ចឹងយើងនឹងបញ្ចេញមកបានគឺដក27យកមកដោយសារ27ហ្នឹងវាមានគីបរបស់វាស្រាប់ហើយសញ្ញាដកយើងអាចបញ្ចេញពី radical បានដោយខ្លួនឯងអូខេអញ្ចឹងយើងបន្តទៀតឬគីបនៃឬគីបនៃ8ការ៉េអញ្ចឹងវាមានការ៉េវាមានគីបទេតែយើងត្រូវធ្វើម៉េចឲ្យវាមានគីបអញ្ចឹងយើងដឹងហើយណាថា8យើងស្មើនឹង2គីបណាអញ្ចឹង8ស្មើនឹង2គីបអញ្ចឹងយើងដំបូងគឺយើងសរសេរឬគីបនៅទៅដែរអញ្ចឹង8ស្មើ2គីបយើងសរសេរ2គីបណាអញ្ចឹងការ៉េរបស់វាគឺនៅការ៉េទៅដែរអញ្ចឹងយើងអីគេយើងបដូរវាមកទៅជា2ការ៉េស្វ័យគុណ3ណា2ការ៉េស្វ័យគុណ3ដោយសារហ្នឹងវាបដូរគ្នាបានអញ្ចឹងវាស្មើនឹង2ស្វ័យគុណ2ណាដែលយើងអាចចេញពីរគីបហ្នឹងបានអញ្ចឹងចម្លើយគឺស្មើនឹង4ណាអូខេឬការ៉េឬគីបនៃដក27តែយើងត្រូវធ្វើម៉េចអញ្ចឹងដូចគ្នាដកយើងអាចបញ្ចេញបានណាក៏ប៉ុន្តែនៅក្នុងនេះដកវាលើកជាការ៉េអញ្
ចឹងដកវាទៅជាក្រេវាទៅជាវិជ្ជមានវិញអញ្ចឹងគឺសម27ណា27យើងស្មើនឹង3សេគុណ3 3សេគុណ3លើកជាការ៉េព្រោះសញ្ញាដកលើកជាការ៉េវាទៅជាសញ្ញាបូកណាជាងយើងស្មើគេស្មើនឹងគីបដល់ដែរនៃគេវាបដូរគ្នាណាដើម្បីបានគីបអញ្ចឹង3ការ៉េស្វ័យគុណ3អញ្ចឹងស្មើប៉ុន្មានស្មើនឹង3ការ៉េនេះស្មើនឹង5 9អញ្ចឹងយើងបញ្ចេញមកបាន9ណាអូខេអញ្ចឹងយើងនិយាយពីដក36ការ៉េវិញទៅយើងទៅធ្វើម៉េចដករឹសគីបនៃ31ការ៉េចឹងដកវានៅតែដកដែរឬគីបយើងទៅសេសិនមកអញ្ចឹង36ស្មើប្រមាណណាស្មើប្រមាណ36គឺស្មើនឹង6ការ៉េអញ្ចឹងយើងគេ6ការ៉េស្វ័យគុណ2 6ការ៉េស្វ័យគុណ2អញ្ចឹង6ការ៉េស្វ័យគុណ2យើងអាចនេះអញ្ចឹងកាលណាវាស្វ័យគុណ2ហើយស្វ័យគុណ2ទៀតយើងដោយសារវាអត់មានគីបដូចនឹងរឹសគីបរបស់យើងអញ្ចឹងយើងមើល6ការ៉េគឺស្វ័យគុណ2មកនៃ2គុណ2គឺ4ណាអញ្ចឹង6ស្វ័យគុណ4តែយើងធ្វើមិនឲ្យបានគីបអញ្ចឹងដោយសារវា6សេគុណ4យើងអាចទៅសេបានណា6សេគុណ3គុណឲ្យ6អញ្ចឹង6សេគុណ3គុណ6គឺ6សេគុណ4អញ្ចឹង6នេះវាមានសេគុណ3អញ្ចឹងវាអាចចេញបានដោយខ្លួនវាណាគឺស្មើនឹងដកណា6ឬគីបនៃ1នេះអញ្ចឹងអាហ្នឹងវាសរសេរអត់ច្បាស់លោកសរសេរម្ដងទៀតគឺស្មើនឹងតនេះ6ហ្នឹងនេះ6នេះវាអាចចេញបាន1គីបហ្នឹងចេញបាន6ហើយ6អត់ទេនេះយើងចេញអត់បានវានៅក្នុងរឹសគីបដដែលគឺអូខេអញ្ចឹងយើងបន្តមកលំហាត់យើងទៀតនេះដករឹសគីបនៃ8ណារឹសគីបនៃដក8សេគុណ3អញ្ចឹងគីបណាអានេះគីបដូចគ្នាអញ្ចឹងយើងអាចបញ្ចេញមកពី radical បានដក8យកមកអញ្ចឹងអាហ្នឹងគឺចម្លើយវាគឺស្រួលណាឲ្យតែយើងឃើញថាវាមានគីបរបស់វាស្រាប់យើងអាចបញ្ចេញបានចំពោះសញ្ញាដកវាអាចបញ្ចេញពីរឹសគីបមកបាន direct ណាតែដោយលំហាត់មួយនេះគឺសញ្ញាដកលើកជាការ៉េណាសញ្ញាដកលើកជាការ៉េនេះកន្លែងមួយនេះគឺសញ្ញាដកលើកជាការ៉េអញ្ចឹងវាបញ្ចេញមកគឺសញ្ញាដកលើកជាការ៉េគឺជាសញ្ញាបូកអញ្ចឹងវាសល់តែ27ទេអូខេអញ្ចឹងរឹសគីបឬរឹសការ៉េឬក៏រឹសប្រមាណក៏ដោយនៃ1ស្វ័យគុណប្រមាណក៏ដោយវានៅតែ1ដដែលគឺវានៅតែស្មើនឹង6អញ្ចឹងនិយាយពីរឹសគីបនៃ64ម្ដងណារឹសគីបនៃ64អញ្ចឹងនឹងរឹសគីបនៃ64យើងសរសេររឹសគីបទៅដែរ64ស្មើប៉ុន្មានអូខេ64នេះវាស្មើនឹងប៉ុន្មានស្មើនឹង4គីបមិញយើងមើលនេះគឺស្មើនឹង4គីបនេះ64អញ្ចឹង64សេគុណ2អូខេអញ្ចឹងជាងសរសេរមកគឺគីបនៃគេនៃ4ស្វ័យគុណ2ស្វ័យគុណ3អញ្ចឹងវាមានស្វ័យគុណ3ណាអញ្ចឹងវាអាចបញ្ចេញបាន4ការ៉េអញ្ចឹង4ការ៉េគឺស្មើនឹង16អូខេអញ្ចឹងនៅក្នុងលំហាត់រឹសការ៉េឬក៏រឹសគីបនៃការបញ្ចេញមួយចំនួនពី radical ហ្នឹងគឺយើងត្រូវព្យាយាមធ្វើលំហាត់ឲ្យបានច្រើនណាកាលណាយើងអត់ព្យាយាមធ្វើលំហាត់ឲ្យបានច្រើនទេគឺវានឹងងាយនឹងការភ័ន្តច្រឡំជាពិសេសយើងអត់ធ្វើលំហាត់ហ្នឹងបានលឿនទេដោយសារលេខយើងចាប់ផ្ដើមរនឹកហើយអង្គុយប្របែកវាអញ្ចឹងដូចភាគ2អញ្ចឹងលោកគ្រូថាអាហ្នឹងគឺយើងត្រូវកត់ណាកត់ចំនួនការ៉េវាណា2ការ៉េ3ការ៉េ4ការ៉េរហូតដល់20ការ៉េអញ្ចឹងយើងកត់ដាក់នៅกระดาษមួយហើយយើងបិទក្នុងបន្ទប់យើងឬក៏បិទនៅតាមជាងណាដើម្បីឲ្យងាយស្រួលមើលហើយគីបដូចគ្នាអញ្ចឹង2គីប3គីបរហូតដល់10គីបអញ្ចឹងណាយើងបិទនៅតាមបន្ទប់យើងឬក៏នៅកន្លែងបន្ទប់រៀនអីចឹងដើម្បីឲ្យយើងងាយនឹងការចាំណាអញ្ចឹងលំហាត់គឺយើងធ្វើបែបហ្នឹងអញ្ចឹងឥឡូវបងប្អូនសាមើលវីដេអូលោកគ្រូហើយមើលយល់ហើយណាយើងចាប់ផ្ដើមstop វីដេអូហើយយើងយកกระดาษយកមកសរសេរម្ដងណាយើងយកกระดาษយកមកសរសេរយកមកកណនាម្ដងតើយើងធ្វើហ្នឹងបានត្រឹមត្រូវអត់អញ្ចឹងណាអញ្ចឹងគណិតវិទ្យាដូចលោកគ្រូប្រាប់អញ្ចឹងថាក៏យើងអាសាធ្វើបានយើងចេះណា
ចឹងអត់មានសិស្សបកកែកណិតណាដែលពួកគាត់អត់ធ្វើលំហាត់ហើយគាត់ខ្លាចជាសិស្សបកកែកណិតអត់ទេអញ្ចឹងបងប្អូនទាំងអស់គ្នាហ្នឹងគឺសុទ្ធតែអាចបកកែបានទាំងអស់អញ្ចឹងគ្រាន់តែយើងព្យាយាមធ្វើវាឲ្យបានច្រើនទៅយើងនឹងបកកែកណិតហ្នឹងហើយអរគុណច្រើនអញ្ចឹងមានចម្ងល់អីណាឬក៏មិនយល់អីយើងអាចចុះសារឡើងនៃវីដេអូហ្នឹងទៅហើយយើងមើលតាមហ្នឹងទៅណាហើយមានសំណួរអីអាចសួរទៅច្រើនទៅតាម comment បានហើយកុំភ្លេចជួយ subscribe channel Teacher ដើម្បីទទួលបាននៅការបកស្រាយនិងការបញ្យល់នៅគណិតវិទ្យាថ្មីៗណាអរគុណ